បាទសូមស្វាគមន៍ពុកម៉ែបងប្អូនមកកាន់ Channel អតីតកាលថ្ងៃនេះខ្ញុំមានរឿងដ៏ព្រឺព្រួចមួយដែលកើតទៅលើភរិយារបស់ខ្ញុំហើយរឿងនេះគឺកើតនៅថ្មីនឹងដែរទេគឺនៅឆ្នាំ2025ហ្នឹងទីតាំងគឺនៅខេត្តព្រៃវែងនៅស្រុកកំណើតរបស់ខ្ញុំបាទអញ្ចឹងចង់ដឹងថារឿងនេះព្រឺព្រួចបែបណាជួបជាមួយនឹងភរិយារបស់ខ្ញុំផ្ទាល់បាទសួស្តីអូនចាសួស្តីបងនឹងអូនលើថាអូនការទៅស្រុកកំណើតហ្នឹងជួបរឿងអីខ្លះដែរហ្នឹងហើយបងប្អូនទាំងអស់គ្នាកាលពីប្រហែលខែមុននេះនៅក្នុងឆ្នាំ2025ហ្នឹងឯងគឺស្វាមីរបស់នាងខ្ញុំបាននាំខ្ញុំទៅលេងផ្ទះម៉ែក្មេកហ្នឹងហើយផ្ទះគាត់គឺលក្ខណៈសាមញ្ញធម្មតាទេបងប្អូនគាត់ថានៅពេលដែលយប់ឡើងគឺយើងកេងជុំគ្នាអញ្ចឹងណាហើយផ្ទះម៉ែក្មេករបស់ខ្ញុំគាត់លក្ខណៈជាផ្ទះធម្មតាស័ង្កសីមាន2ល្វែង2ច្រកអញ្ចឹងណាហើយយប់មួយហ្នឹងគឺខ្ញុំបានជួបហេតុការណ៍ប្លែកហើយគួរឲ្យព្រឺសវល់ខ្លាចខ្លាំងមែនតើណាបងប្អូនដោយសារតែឪពុកក្មេករបស់នាងខ្ញុំគឺគាត់បានមរណភាពរយៈពេលយូរដែរហើយចូល90ថ្ងៃដូចជាខ្ទង់មួយឆ្នាំហ្នឹងហើយមួយឆ្នាំហើយដល់ពេលខ្ញុំទៅកេងផ្ទះម៉ែក្មេកហ្នឹងពេលដែលកេងគឺកេងម៉ោង1 3នាក់គឺមាននាងខ្ញុំហើយនឹងស្វាមីរបស់នាងខ្ញុំហើយនឹងម៉ែក្មេកខ្ញុំហើយចៃដន្យអីពេលដែលគេហ្នឹងគឺស្រាប់តែខ្ញុំមើលទៅសម្លឹងមើលទៅចុងជើងឃើញរូបថតរបស់ឪពុកក្មេករបស់ខ្ញុំហ្នឹងដាក់តាំងនៅចុងជើងហើយខ្ញុំបានមើលទៅរូបថតហ្នឹងហើយខ្ញុំថយក្រោយមកវិញតិចពីពេលថ្ងៃហ្នឹងក៏ខ្ញុំកេងលេងមួយស្វាមីរបស់ខ្ញុំទៅស្វាមីរបស់ខ្ញុំគាត់បលែងមួយខ្ញុំលេងអីចឹងណាហើយខ្ញុំក៏និយាយលេងថាបងមើលមើលមុខមើលរូបថតមើលមុខមើលមុខយើងបលែងគ្នាមុខគាត់អត់ចេះខ្វះទេខ្ញុំនិយាយលេងបែបហ្នឹងស្រាប់តែយប់ឡើងក៏រៀបចងមុងចងអីកេងបែបជនបទអីចឹងណាបងប្អូនហើយក៏ស្រាប់តែក្មេងក្មួយអីម៉ែអីហើយស្វាមីរបស់ខ្ញុំអីគឺគាត់កេងលក់អស់នៅតែខ្ញុំកេងអត់លក់ម្នាក់ឯងគឺខ្ញុំមានអារម្មណ៍ថាព្រឺសវល់ព្រឺព្រួយខ្លាំងតែនហើយខ្ញុំមើលទៅរូបថតឲ្យក្មេងខ្ញុំរហូតខ្ញុំសម្លឹងទៅរូបថតគាត់មានអារម្មណ៍ថាគាត់កំពុងតែសម្លឹងមកខ្ញុំភ្លឺតែម្ដងពេលហើយស្រាប់តែខ្ញុំចាប់ផ្ដើមឮសំឡេងនៅបន្ទប់ទឹកខាងក្រោយព្រោះបន្ទប់ទឹកហ្នឹងគឺអត់នៅជាប់នៅក្នុងផ្ទះហ្នឹងទេគឺនៅខាងក្រៅផ្ទះខ្ញុំឮសំឡេងមនុស្សមុជទឹកជះទឹកឡើងខ្លាំងឆាវដូចមនុស្សយើងមុជទឹកមនុស្សធំបែបមនុស្សធំមុជទឹកចឹងណាបងប្អូនហើយខ្ញុំបានដាស់ស្វាមីនាងខ្ញុំថាបងអ្នកណាគេមុជទឹកស្មានហ្នឹងម៉ោង11យប់បងប្អូនម៉ោង11គៀកម៉ោង12ហើយខ្ញុំកេងអត់លក់ស្រាប់តែគាត់ក្មេងក្មួយទៅដឹងហើយគាត់អត់ភ្ញាក់គាត់អត់បើកភ្នែកទេគាត់បងសុំកាត់តិចនៅមើលអូននៅពេលដែលពេលហ្នឹងគឺខ្ញុំដេកបាយគាត់ប៉ុន្តែខ្ញុំអត់ដឹងខ្លួនទេលក្ខណៈថាដឹងដែរតែយើងងើបបាត់រួចណាបើកភ្នែករួចទេហ្នឹងហើយដាស់ពេលអូនដាស់មួយថ្ងៃទៅមួយថ្ងៃបើកភ្នែករួចទេប៉ុន្តែសំឡេងជះទឹកហ្នឹងគឺក៏ខ្ញុំលើដែរតែលើគណៈបែបដូចជាពាក់កណ្ដាលយកសពចឹងណាយើងមានថាដូចយកសំតិចដូចអត់តិចចឹងណាតែអូនច្បាស់ហ្មងអូនច្បាស់ប៉ុន្តែខ្ញុំបានដឹងខ្លួនថារឿងនេះពិតអត់ទេតែប្រពន្ធខ្ញុំនេះគាត់ដឹងអញ្ចឹងណាព្រោះគាត់ភ្ញាក់តែម្ដងគាត់បានដេកទេពេលហ្នឹងហើយសំខាន់មុជទឹកយូរទៀតមុជទឹកឡើងយូរជះទឹកឡើងឆាវហ្មងណាហើយដល់ពេលដាស់ប្តីអត់ភ្ញាក់ទៀតរត់ទឹកខ្លាចទៀតហើយមើលទៅរូបថតហើយដាស់ប្តីគ្រាន់តែហឺហើយលក់ទៅវិញហ្មងពេលអញ្ចឹងអូយអារម្មណ៍ពេលហ្នឹងគឺខ្លាចខ្លាំងមែនតែនហើយក៏ចាប់ផ្ដើមសងំហើយមួយទៀត
ពេលហ្នឹងអូនដាស់ទៅអូនងើបពេលអូនខ្លាចអូនបើកពិលទៅមើលមានខែលមានងើបទៅមុជទឹកអីចឹងណាដល់ពេលទៅមានគេងធម្មតា ហ្នឹងហើយបញ្ជាក់ទីបងប្អូនមានហ្នឹងគឺគាត់នៅជាមួយពួកខ្ញុំចឹងណាគាត់ជាមនុស្សស្រីហើយគាត់រៀងក្មេងដែរតែអាយុបាក់20ជាងគាត់ពេលហ្នឹងគាត់ទៅតាមពួកខ្ញុំដែរចឹងណាទៅស្រុកខ្ញុំដែរចឹងណាហ្នឹងហើយពេលទៅមើលបើកពិលទៅមើលមានគេងធម្មតាហើយលើសំឡេងចាក់ទឹកឈូអត់ឈប់ហើយក៏ដល់ពេលអារម្មណ៍មួយដែលខ្លាចផងក៏ទៅសងំចូលមុងគេងចិត្តស្វាមីរបស់នាងខ្ញុំវិញហើយដល់ពេលស្រាប់ទៅហៀងងុយតុនភ្នែកខ្លាំងមែនតើបងប្អូនទប់លែងឈ្នះក៏លក់មកភាំងទៅស្រាប់តែលក់បានមកភាំងគូលូសំឡេងចាំងភុងផាំងខ្លាំងមែនតើហ្មងលូដូចសំឡេងមនុស្សគោះអញ្ចាំងវាយអញ្ចាំងខ្លាំងស្រាប់អូខ្ញុំកាន់តែខ្លាចខ្លាំងទៀតហើយបងប្អូនហើយខ្ញុំចេះតែប្រឹងសងំមកកាត់តិចពេលនោះហើយជាម៉ោងប្រហែលកាន់ខ្ទង់ម៉ោង1ម៉ោង2យប់ម៉ោង1ហ្នឹងហើយលក់មកភាំងទៅក៏ម៉ោង1ម៉ោង2យប់ហើយពេលឮសំឡេងផាំងងើបម្ដងទៀតអូនចាប់ផ្ដើមងើបម្ដងទៀតងើបដើរមើលទៅម៉ែក៏អត់ក្រោកមើលទៅបងថ្លៃគេងក្មេងគឺគេងលក់អស់លេងហើយមើលទៅប្តីក៏ប្តីគេងលក់អស់លេងហើយនៅតែម្នាក់ឯងងើបទៅមើលមាននៅអាល្វែងមកខាងទៀតនោះលើក្រែនោះមានគេងលក់បាត់ហើយចុះឆ្ងល់ថាហេតុអីក៏មានអ្នកមុជទឹកហេតុអីក៏មានសំឡេងគោះអញ្ចាំងគោះអីផុងផាំងចឹងហ៎កាន់តែខ្លាចខ្លាំងមែនតើរត់ទៅគេងវិញអោបប្តីជាប់ហ្មងរត់សងំរហូតដល់ចិត្តភ្លឺបានគេងលក់មកភាំងចឹងទៅភ្លឺឡើងហើយម៉ែកាលហ្នឹងដូចជាប៉ុនអីបងចិត្តភ្ជុំហ៎មិនដឹងប៉ុនអីទេដឹងតែថាម៉ែក្រោកម៉ោង4ម៉ោង5ហ្នឹងម៉ែក្រោកម៉ោង4ម៉ោង5ដល់ពេលម៉ែក្រោកទៅក៏ភ្ញាក់ទៅនិយាយទៅសម្រាប់មកសរុបមកគឺអត់បានគេងមកយប់ហ្នឹងគឺគេងបានតិចមែនតើហើយអត់ងុយខ្លាំងមែនតើពេលព្រឹកឡើងក៏ចាប់ផ្ដើមនិយាយរឿងរ៉ាវហ្នឹងប្រាប់ប្តីប្រាប់ម៉ែហើយប្រាប់បងថ្លៃសួរបងថ្លៃថាយប់មិញមានអ្នកណាទៅងូតទឹកអត់ហើយបងថ្លៃថាអត់ទេក្មេងទៅយប់ឡើងវាអត់ដែរងូតទឹកយប់អីទេគឺតែម៉ោង8 9គឺវាគេងលក់អស់ហើយអត់មានណាគេមកមុជទឹកយប់អីទេពេលអញ្ចឹងទៅចាប់ផ្ដើមកាន់តែខ្លាចមែនតើកាន់តែខ្លាចម្នាក់ចាប់ផ្ដើមសល់ភ្នែកពេលហ្នឹងហេតុអីអ្នកនៅក្នុងផ្ទះអត់មានអ្នកណាទៅងូតទឹកទាំងអស់ហេតុអីក៏លើសំឡេងងូតទឹកឡើងច្បាស់ទាំងដែលខ្ញុំនឹងគឺអត់មានយកសពអត់មានគេងអីទាំងអស់អត់មានទេហើយបើនិយាយរឿងគោះអញ្ចាំងផុងផាំងហ្នឹងបងថ្លៃថាឆ្កែវាកកាយកដោវាវាយវាខំកដោវាចាប់កដោអាហ្នឹងយើងទទួលស្គាល់ហេតុផលមួយតែសំឡេងងូតទឹកនោះគឺអត់អស់ចិត្តហ្មងសំឡេងហ្នឹងគឺសំឡេងច្បាស់តែម្ដងណាច្បាស់ហើយពេលអញ្ចឹងទៅចាប់ផ្ដើមម៉ែដើរសួរអ្នកចិត្តខាងបងថ្លៃដើរសួរអ្នកចិត្តខាងអស់ហើយសួរនេះគឺថាអត់បានមុជទឹកសួរនោះគឺថាអត់ទេចៃដន្យអីសម្រាប់ចុងក្រោយគឺផ្ទះអ្នកខាងក្រោយគឺគេមុជទឹកមកយប់ម៉ោង 7:12 គេចង់បញ្ជាក់បងប្អូនថារឿងរ៉ាវនេះដឹងដោយសារខ្ញុំស៊ើបសួរដែរទេដំបងដៃគឺសួរអ្នកផ្ទះគឺអត់មានអ្នកណាងុយទេហើយជាប់ផ្ទះម្ខាងទៀតហ្នឹងចិត្តខាងហ្នឹងក៏អត់មុជដែរក៏អត់មានអ្នកណាងុយដែរគាត់ថាអត់មានទេអញ្ចឹងទៅដំបងដៃហ្នឹងគឺរឿងភ័យម្នាក់សល់ភ្នែកដែរតែដល់ពេលសួរបងម្ខាងទៀតទៅគាត់ថាគាត់អ្នកមុជអញ្ចឹងណាបាទអញ្ចឹងគឺដាច់ចកេះតែម្ដងរឿងនេះហើយណាមួយរឿងរ៉ាវហ្នឹងវាតភ្ជាប់ពីការមើលរូបថតឪពីពេលថ្ងៃដែរពេលអញ្ចឹងទៅយប់ឡើងមានហេតុការណ៍បែបហ្នឹងទៀតទៅក៏ចេះតែមានអារម្មណ៍ថាខ្លាចព្រឺព្រួចអីចឹងណាហើយរឿងរ៉ាវហ្នឹងក៏មានតែប៉ុណ្្នឹងឯងបងប្អូនចុងក្រោយគឺអ្នកផ្ទះជាប់លបងខាងក្រោយគាត់អ្នកមុជទឹកបាទអរគុណអញ្ចឹងរឿងភក្តិរបស់ខ្ញុំគឺជារឿងដាច់ចកេះបងប្អូនគឺថាដាក់ពីដំបូងគឺព្រឺព្រួចមែនតែចុងក្រោយគឺបងប្អូនសោះដែលងុយអ្នកចខាសោះដែលងុយទឹកពេលយប់បងប្អូនប្រហែលជាឆ្ងល់ថាហេតុអ្វីក៏អ្នកចខាងុយសោះមកលឺដល់នេះតាមពិតទៅបន្ទប់ទឹករបស់គាត់ហ្នឹងគឺនៅជាប់លបងផ្ទះបន្លាយរបស់ខ្ញុំអញ្ចឹងណាហើយទៅបន្ទប់ទឹករបស់ខ្ញុំក៏ក្បែរលបងគ្នាដែរអញ្ចឹងទៅកាលណាផ្ទះខាងគាត់ងុយទៅគឺដូចងុយបន្ទប់ទឹករបស់យើងអញ្ចឹងសលេងណាបាទអញ្ចឹងរឿងរ៉ាវដែលភក្តិរបស់ខ្ញុំបានជួបនេះគឺមានតែប៉ុណ្្នឹងឯង
ហើយបងប្អូនកុំភ្លេចតាមដាននៅអេពីសូតក្រោយគឺនៅមានរឿងពីប្រិមិត្តរបស់យើងដែលជួបផ្ទាល់ពិតតែម្ដងបាទអញ្ចឹងអរគុណបងប្អូនអរគ្នា